bạn đang ngay trong live số có thể số đây từ căn bụng mai bóng bóng ởនេះខ្ញុំបាទ Pavit ឥឡូវខ្ញុំវិលត្រឡប់មកជួបគ្នាសាជាថ្មីម្ដងទៀតហើយហ្នឹងហើយមុនចូលដល់វីដេអូសួរបងប្អូនណាដែលជាពេទ្យថ្មីនៅក្នុងពេញហ្នឹងខ្ញុំថ្មីមុខខ្ញុំនេះខ្ញុំប៉ះតែឥឡូវវាដល់ពេលហើយវាលបឲ្យខ្ញុំត្រូវប៉ះវិញអញ្ចឹងណាខ្ញុំធ្លាប់ប៉ះនៅខាងខេត្តកំពង់ឆ្នាំងអញ្ចឹងបានយូរមែនតើគឺបានរហូតទៅដល់តាំងពី2018មកហើយខ្ញុំចាំបានថារៀងថោកទេហ្នឹងកាលហ្នឹង ឥឡូវហ្នឹងខ្ញុំដល់ពេលដែលត្រូវប៉ះហើយខ្ញុំអត់មានពេលទៅខេត្តទេបងប្អូនណាពេទ្យថ្មិញ comment ម្នាក់មួយមកសួរខ្ញុំនេះខ្ញុំហៅទៅជួសជុលចកោមចេញ ឥឡូវហ្នឹងយើងចូលដល់សាច់រឿងរបស់យើងហ្មងទៅរឿងរបស់សុភេងរបស់យើងដែលជាភាពបញ្ចប់អញ្ចឹងព្រឹកមិញក៏រឿងរបស់វាសនាភាពបញ្ចប់ដែរបងប្អូនសួរថាវិទ្យរឿងទាំងពីរស្តៀងគ្នាមកខ្ញុំអត់ដឹងថាស្តៀងគ្នាត្រង់ណាដែរប៉ុន្តែខ្ញុំចែកម្លែកទៅយើងអត់សូវអីទេគាត់ឲ្យមកអញ្ចឹងយើងនិយាយពីពេលដែលសុភេងហ្នឹង គាត់បានធ្វើដំណើរចូលទៅក្នុងភូមិគឺទៅតាមអ្វីដែលនេះប្រាប់ទៅតាមអ្វីដែលគ្រូភ័ស្តុនឹងបានប្រាប់នៅពេលដែលសុភេងបានធ្វើដំណើរទៅជាមួយនឹងអ្នកភូមិដែលបរទេសបរអីហ្នឹងត្រុកទៅពេលទៅដល់ក្នុងភូមិសុភេងនឹងនៅតែឆ្ងល់ថាតើគាត់នឹងត្រូវជួបអីបើគាត់មកនេះហើយហ្នឹងរបៀបថាគាត់ចូលមកក្នុងភូមិហ្នឹង មួយរយៈពេលហើយនៅតែថានៅរយៈពេលមួយថ្ងៃឯនៅតែអត់ទាន់មានឃើញមានរឿងអីកើតឡើងផងនៅខណៈពេលហ្នឹងគាត់ក៏បានសម្រេចជាមួយនឹងរបៀបថាសាច់ញាតិក្រុមគ្រួសាររបស់ពូនឹងសម្រេចនៅនឹងបានមួយយប់មួយថ្ងៃទេមួយយប់មួយថ្ងៃគាត់ក៏ចាក់ចេញទៅសុភេងចាក់ចេញទៅដោយអត់បាននិយាយប្រាប់នរណាទាំងអស់គាត់បានធ្វើដំណើរចាក់ចេញទៅដើរពីកន្លែងមួយទៅកន្លែងមួយមានប្រាក់ដាលគ្រូភ័ស្តុឲ្យមកអញ្ចឹងឃ្លាន នំក៏ទិញនំឃ្លានបាយក៏ទិញបាយឃ្លានម្ហូបក៏ទិញម្ហូបនឹងទៅនៅពេលដែលសុភេងបានធ្វើដំណើរទៅដល់កន្លែងមួយនៅពេលដែលគាត់គ្រាន់តែទៅដល់ភូមិនឹងភ្លាមគាត់បានរបៀបថាអង្គុយហូបនេះណាហូបបាយហូបអីហ្នឹងគេឆ្ងល់ថាក្មេងប៉ុណ្ណឹងបានប្រាក់ហ្នឹងមកពីណាដល់ពេលដែលគាត់អង្គុយហូបបាយហូបអីហ្នឹងដល់ពេលហ្នឹងក៏ស្រាប់តែមាន អ្នកភូមិដែលគេឆ្លងកាត់មកអញ្ចឹងគេក៏សួរក្មេងនេះមកពីណាអញ្ចេះដូចជាធ្លាប់ឃើញឯងសួរតែកាន់គាត់កូនចៅអ្នកនេះកូនចៅអ្នកនោះឯងគាត់ប្រកាសថាមិនមែនទេអត់ទេមិនថាអត់ទេមុខដែលស្គាល់គេនិយាយប៉ុណ្ណឹងគេទៅវិញគេចាក់ចេញទៅវិញបាត់បន្ទាប់មកសុភេងគាត់ក៏ហូបរបៀបថាបាយដែលគេដាក់ឲ្យនឹងហូបបាយហូបអីហ្នឹងជាធម្មតានៅខណៈពេលដែលគាត់កំពុងតែហូបបាយហូបអីហ្នឹងគាត់អត់បានដឹងទេនៅនឹងក្រោយខ្នងរបស់គាត់មានបុរសម្នាក់ដែលកំពុងតែហូបអីដូចគ្នាគេកំពុងតែតាមស្លក់ស្លឹងមកមើលគាត់សុភេងអត់ដឹងខ្លួនទេពេលហ្នឹងចេះពីហូបចុះហូបឡើងហូបចុះហូបឡើងនៅហ្នឹងដល់ពេលដែលសុភេងហ្នឹងហូបរួចអីរួចគិតប្រាក់ហើយក៏ដើរចេញទៅសុភេងដើរចេញទៅបុរសម្នាក់ហ្នឹងក៏បានដើរតាមនៅពេលដែលគេដើរតាមនៅពេលហ្នឹងឯងដែលសុភេងហ្នឹងចាប់ផ្ដើមមានអារម្មណ៍ដឹងមានមនុស្សជាច្រើនដែលបរទេសគោអ្នកខ្លះទៅក៏វាថាដើរថ្មើរជើងអញ្ចឹងណាតាមផ្លូវតាមអីទៅវិញទៅមកទៅវិញទៅមកប៉ុន្តែមានបរិសម្នាក់ដែលគេពាក់របៀបថាមួកស្លឹកនឹងចិត្តឆឹងហើយគេហ្នឹងក៏របៀបថាគេមានកណាត់មានអីរុំពីពាត់ពីលើដែរនៅខណៈពេលដែលគេតាមមកហ្នឹងសុភេងចាប់ផ្ដើមដឹងហើយអាយ៉ាអញឥឡូវហ្នឹងមានអ្នកដែលតាមមកហើយដើរកិច្ចពីកន្លែងមួយទៅកន្លែងមួយកិច្ចពីមនុស្សច្រើនទៅមនុស្សតិចណាដល់ពេលដែលកិច្ចចុះកិច្ចឡើងកិច្ចចុះកិច្ចឡើងគាត់ក៏កិច្ចត្រូវផ្លូវមួយកិច្ចបានផ្លូវមួយគាត់ក៏ដើរតាមផ្លូវហ្នឹងទៅដោយអត់ដឹងថាផ្លូវហ្នឹងត្រូវធ្វើតាណាពិតប្រាកដទេឃើញតែផ្លូវចេះដើរទៅដល់ពេលដែលគាត់បានដើរទៅហ្នឹងក៏ស្រាប់តែបរិសម្នាក់ដែលតាមគាត់ក៏តាមទៅដើរគេក៏ស្រែកពីក្រោយថាឲ្យឈប់ថាឈប់សុភេងឆ្ងល់ចំពីណាគេចេះគាត់ក៏បានកលេចក្រោយទៅមើលបរិសម្នាក់ហ្នឹងនៅពេលដែលគាត់កលេចទៅក្រោយទៅមើលមុខបរិសម្នាក់ហ្នឹងគាត់ក៏ឃើញថាមើលមុខគេអត់ទាន់ច្បាស់ទេគេបានដោះមួកមក
គេដោះមួកដោះអីរបស់គេចេញមកមុខដ៏គួរឲ្យខ្លាចរបស់គេបានបង្ហាញឡើងគឺជាមុខរបស់ពុតៈនឹងឯងគ្រាន់តែឃើញមុខរបស់ពុតៈព្រាមសុភីនឹងដឹងលទ្ធផលហើយថាគេនឹងមិនមែនមកក្នុងបំណងល្អទេពុតៈនឹងបាននិយាយថាឯងនៅតែហ៊ានចូលមកក្នុងភូមិទៀតឯងគិតថាឯងនឹងអាចរកសាច់ញាតិបងប្អូនឃើញđượcងាយងាយពុតៈគាត់ចង់មានន័យថាគាត់ដឹងថាសុភីនឹងចូលមកក្នុងភូមិដើម្បីរកសាច់ញាតិបងប្អូនមិនមែនមកដើម្បីជួបគាត់ដើម្បីបិឆោតគាត់អីហ្នឹងទេហើយនៅពេលដែលសុភីដើរមកប្រកាសជាគ្រូភ័ស្តុនឹងអត់ហ៊ានតាមមកទេនៅពេលហ្នឹងគេក៏និយាយថាមកដោយអត់យកគ្រូតាមទៀតអង្គអាចចឹងហ្នឹងឯងគិតថាខ្លួនឯងនឹងជាអីពេលហ្នឹងគេក៏បានដើរចូលទៅសុភេងដែលឃើញពុតៈនឹងតាមទៅគាត់ដឹងច្បាស់ហើយថាគេមិនទុកជីវិតឲ្យគាត់ទេនៅពេលហ្នឹងសុភេងក៏បានរត់យ៉ាងលឿនសម្ដៅចាក់ចេញទៅនៅពេលដែលសុភេងរត់ចាក់ចេញទៅគេក៏រត់តាមពីកន្លែងមួយទៅកន្លែងមួយគេឲ្យសុភេងនឹងឈប់សុភេងរត់រហូតដល់ខ្លួនឯងទៅដល់មាត់ស្ទឹងមួយទៅដល់ត្រឹមមាត់ស្ទឹងគេក៏រត់ទៅតាន់ពេលហ្នឹងគេក៏និយាយថាខ្លាំងណាស់មិនរត់ទៅទៀតទេរត់ទៅរកកន្លែងរត់ទៅអញ្ចឹងដល់ពេលដែរគេនិយាយទៅកាន់សុភេងអញ្ចឹងសុភេងគាត់អត់មានជំរឿសទេគឺត្រូវទី1លោតទឹកស្ទឹងទី2ព្រមឲ្យគេចាប់ខ្លួននៅខណៈពេលហ្នឹងសុភេងក៏សម្រេចចិត្តលោតទឹកស្ទឹងសុភេងលោតមកទៅហឹងចូលទៅក្នុងទឹកស្ទឹងហ្នឹងដល់ពេលដែលគាត់បានលោតចូលទៅក្នុងទឹកស្ទឹងទៅនៅពេលហ្នឹងពុតៈហ្នឹងគាត់ក៏ដេញតាមគាត់លោតទៅតាមដែរលោតចូលទៅក្នុងទឹកស្ទឹងតាមសុភេងហ្នឹងសុភេងហាលឆ្លងទៅត្រៃម្ខាងទៀតពុតៈហ្នឹងហាលឆ្លងទៅដែរដល់ពេលដែលគាត់បានហាលឆ្លងទៅដល់ត្រៃម្ខាងរត់ទៅទៀតសុភេងរត់ដោយហត់របៀបថាចូលព្រៃកាន់តែជ្រៅទៅហើយឥឡូវអត់ទាន់ដឹងថាខ្លួនឯងនៅត្រង់ចំណុចណាឲ្យពិតប្រាកដទេដល់ពេលដែលរត់ចោះរត់ឡើងនៅពេលនោះសុភេងក៏បានរត់ទៅត្រង់ចលងភ្នំទៀតចលងភ្នំដែលមើលទៅរបៀបថាមានវល្លិមានដើមឈើដោះបាំងនៅពីលើផងចលងនឹងជ្រៅផងគេតាមតែទៀតសល់ប្រហែលជា10ម៉ែត្រគេក៏និយាយថាមិនរត់ទៀតទៅទីបំផុតហែងដល់ពេលដែលត្រូវស្លាប់ហើយនៅខណៈពេលហ្នឹងសុភេងគាត់ដឹងខ្លួនច្បាស់ថាអត់អាចឲ្យគេចាប់ខ្លួនទេមានតែបថុយគាត់ត្រូវបថុយលោតទៅជារៀងមួយខាងទៀតប៉ុន្តែចម្ងាយហ្នឹងគឺប្រហែលជា5ម៉ែត្រគាត់អត់អាចលោតដល់ទេលោតធ្វើម៉េចក៏លោតអត់ដល់ដែរចៃដន្យអីសុភេងមិនងាកទៅដល់ឃើញវល្លិងាកទៅដល់ឃើញមានវល្លិមួយសុភេងនឹងក៏តោងវល្លិហ្នឹងលោតតោងវល្លិហ្នឹងយោងខ្លួនមកតែហឹងទៅដល់ពេលដែលសុភេងនឹងលោតតោងវល្លិមកតែហឹងទៅដល់វឺតខ្លួនឯងក៏តម្លាក់ខ្លួននៅខាងនោះដឹបលីងពុតៈនឹងលោតតាមដែរគាត់អត់មាននេះណាអត់មានដូចថាទុកឲ្យសុភេងនឹងរស់ស្រួលគាត់ក៏តោងវល្លិនឹងមកតែហឹងលោតទៅតាមដល់ពេលដែលគាត់តោងវល្លិនឹងមកតែហឹងលោតយោងខ្លួនទៅតាមហ្នឹងគាត់ធ្ងន់ពេកអីពេកអាចនិយាយបានថាចេះវល្លិហ្នឹងគឺបើសិនជាយើងយោងខ្លួនទៅតែម្នាក់តែម្ដងអត់អីទេវាអត់ដាច់ទេតែនេះ2ដងគឺសុភេងយោងទៅដល់ក៏បន្លែងមកវិញគឺជាវល្លិតែមួយអញ្ចឹងគាត់ហ្នឹងក៏យោងខ្លួនវល្លិដដែលសុភេងនឹងយោងទៅវឺតទៅដល់ដាច់គាត់ក៏បានធ្លាក់ចូលទៅក្នុងចលងភ្នំហ្នឹងសុភេងបានឮសលេងគេស្រែកសលេងអីរបៀបថាតោងថ្មតោងអីធ្លាក់ទៅដែរធ្លាក់ទៅក្តុកដល់ពេលហ្នឹងសុភេងថាអាយ៉ាទីបំផុតគាត់កំចាត់គេបានហើយអញ្ចឹងរឿងដែលគាត់គិតដែលគាត់សង្ស័យហ្នឹងគឺច្បាស់ណាស់គ្រូភ័ស្តុឲ្យគាត់នឹងចាត់ការទៅកាន់ពុតៈហ្នឹងឯងព្រោះពុតៈហ្នឹងគឺជាអ្នកដែលជំពាក់វគ្គវិនជាប់កម្មអីជាមួយគាត់ជាយូរមកហើយទាំងដែលជួយសង្គ្រោះគាត់មើលគាត់អីគាត់ចឹងហើយក៏ជាអ្នកដែលចង់សម្លាប់គាត់ដែរអញ្ចឹងសប្បាយចិត្តណាដើរចេញទៅនៅពេលដែលសុភេងហ្នឹងបានដើរចេញពីកន្លែងហ្នឹងទៅវែងហើយក៏គិតនៅក្នុងចិត្តថាតើទៅរកផ្ទះរបស់គ្រូភ័ស្តុធ្វើម៉េចវិញ
bà lại nâng đôi chia lời thật đôi chợ miền ấy nôm quạt tới phòng group hoa vậy ấy bây đã chặt ca cái bàn ấy bàn oi từ cái slap tới đăng tái quạt nâng oi ở vậy mà dáng nôm số phê đừng tới ót khơi mới tới ót khơi nè mà nôm mới tới ót ót miền ấy là tham hiện chùm lại chặt ấy chặt trắng này hay tao mình khơi tới đặc biệt là số phê đã cho đà lá vì đặc biệt giúp có sầm rạใน ព្រៃ ខ្លួនឯងតោងឡើងទៅសម្រាកនៅលើដើមឈើអីជាធម្មតាទេនៅយប់នឹងអត់មានដែលថាខ្មោចព្រាយអីមកចាត់ការគាត់អីគាត់អត់មានទេគាត់សម្រាកបានយ៉ាងសុខស្រួលប៉ុន្តែព្រឹកឡើងគាត់របៀបថាអត់មានអីហូបទេដោយសារអីគាត់នឹងគឺអត់បានទិញអីមកហើយសំណាងប្រាក់នឹងនៅនឹងខ្លួនប៉ុន្តែអាហារដែលទិញយកមកនៅនឹងខ្លួននឹងសើមអស់ហើយហែលឆ្លងស្ទឹងឆ្លងអីសើមដើរធ្វើមិនរកភូមិអ្នកស្រុកឲ្យឃើញដើម្បីទិញបាយទិញអីហូបចាដើរចោះដើរឡើងសំណាងក៏ទៅរកភូមិស្រុកនឹងឃើញអញ្ចឹងនៅពេលដែលគាត់បានទៅរកភូមិរកស្រុកឃើញទិញបាយទិញម្ហូបហូបរួចអីរួចក៏ទិញនំដុតទិញអីខ្លះដាក់មកតាមខ្លួននៅខណៈពេលហ្នឹងសុភេកគាត់ក៏បានដើរធ្វើតារាចាក់ចេញទៅវិញសំដៅទៅរកព្រៃហើយក៏តែងតែងាកមើលមនុស្សទៅជំនាញខ្លួនខ្លាចថាមាននរណាម្នាក់ដែលជាគ្រូភ័ស្តុនឹងទៅចូលមកជួយខ្លួនហ្នឹងណាតែងាកទៅដល់អត់ផងងាកទៅដល់របៀបថាមិនមែនគ្រូភ័ស្តុហើយហៅអ្នកនេះហៅអ្នកនោះចេះដើរហៅគេហៅខុសស្តៀងមកដើរចូលព្រៃទិញម្ហូបទិញអីសគួរតាមខ្លួនហើយបើអត់សាមទឹកទេអីទេប៉ុណ្ណឹងហូបបានហើយដល់ពេលដែលគាត់ដើរធ្វើតារាទៅដល់ព្រៃគាត់ក៏បានសម្រាប់ហូបនំហូបអីហ្នឹងខណៈពេលដែលសម្រាប់មានកម្លាំងមានអីក៏ទៅទៀតតែគិតថាខ្លួនឯងនឹងរកផ្ទះរបស់គ្រូភ័ស្តុឃើញប៉ុន្តែដើរទៅក៏អស់កម្លាំងខ្លួនឯងហ្នឹងក៏ទៅរកកន្លែងដេកដែលមានសុវត្ថិភាពដល់ពេលដែលគាត់បានដេកលងលក់ទៅហ្នឹងខ្លួនឯងនឹងយល់សពទេនៅពេលហ្នឹងគាត់បានយល់សពឃើញថាគ្រូតាក់ហ្នឹងគាត់នៅរស់គាត់បានយល់សពឃើញថាគ្រូតាក់ហ្នឹងបានងើបចេញពីប្រឡោះចលងភ្នំមកវិញនៅពេលដែលគាត់បានងើបចេញពីចលងភ្នំមកដោយនៅក្នុងដៃរបស់គាត់ហ្នឹងគឺគាត់បានកាន់របៀបថាដូចកណ្ដៀវនឹងពីរហើយដេញសម្រាប់គាត់អញ្ចឹងគាត់រត់ចោះរត់ឡើងរត់ចោះរត់ឡើងនឹងគាត់ទៅដល់ចលងភ្នំមួយទៀតគាត់ក៏ជ្រុលជើងហក់ទៅប៉ុន្តែនៅពេលដែលគាត់ជ្រុលជើងហក់ទៅនឹងភ្ញាក់ដឹងខ្លួនវិញរបៀបថាជ្រុលជើងហក់ទៅហើយធ្លាក់ទៅដល់ក្រោមហើយហ្នឹងដូចយើងយល់សពអញ្ចឹងបងប្អូនធ្លាប់យល់សពថាដេកនៅលើក្រែឬក៏នៅលើឡានសុកឬក៏នៅលើដើមឈើសុកក៏សពតែធ្លាក់វឹតចុះទៅក្រោមអញ្ចឹងណាធ្លាក់ទៅយើងក៏ភ្ញាក់ដឹងខ្លួនមកអត់ដែលដល់ដីយ៉ាងម៉េចទេអញ្ចឹងគាត់ដូចគ្នាដល់ពេលដែលភ្ញាក់ដឹងខ្លួនឡើងបាច់ជាសស្រែហើយក៏គិតនឹងចិត្តថាអញតិចគេនឹងនៅរស់តិចលោគេនឹងអត់ទាន់ស្លាប់គេតាមមកសងសឹកព្រោះគ្រូភ័ស្តុបាននិយាយថាឲ្យទៅដោះស្រាយរឿងមួយនឹងបានគាត់នឹងរកផ្លូវចាក់ចេញទៅឃើញរកផ្លូវទៅផ្ទះឃើញពងគិតបដាដើរទៅដល់ទឹកលើថាកន្លែងទឹកអូតូចមួយឃើញទឹកនឹងថ្លាឆ្វងអញ្ចឹងទៅក៏ទៅលុបមុខនឹងទឹកនឹងយកទឹកនឹងមកលុបមុខលុបអីក្រោកពីដេកលុបមុខលុបអីក៏ស្រាប់តែបានលឺសលេងគេលុបមុខនឹងនៅពីលើដែរដល់ពេលដែលលឺសលេងគេដែរអីដែរក៏ងាកទៅនៅពេលដែលងាកសលឹងទៅដល់ក៏ស្រាប់តែពូតាក់ហ្នឹងគ្រូតាក់ហ្នឹងពូតាក់គ្រូតាក់តែមួយបងប្អូនថាខ្ញុំនឹងនិយាយខុសទៅគាត់ងាកសលឹងមកមើលគាត់ដែរគេនៅរស់រាងកាយរបស់ពូតាក់ហ្នឹងគាត់ត្រូវបានប៉ះជាមួយនឹងដុំថ្មជាមួយនឹងអីរបៀបថាស្នាមក្រហមជាំនឹងពេញនឹងអស់ប៉ុន្តែ
គាត់អត់ទាន់ស្លាប់ទេហើយមើលទៅគាត់នឹងក៏អត់មានរបួសត្រង់ចំណុចណាដែរគឺរាងកាយរបស់គាត់នៅមាំទាំត្រឹមតែរបៀបថាជាប់នេះជាប់នោះអត់មានរបួសដល់ថ្នាក់បាក់ដៃបាក់ជើងដើរអត់រួចអីចឹងទេអាចថាមានរបួសតែរបួសស្រាលអញ្ចឹងណានៅពេលហ្នឹងគាត់តែឃើញហើយរត់យកមកអាមុខគេត្រូវបានខ្លាខ្វាគួរឲ្យខ្លាចយ៉ាងហ្នឹងណាមកអីណាគេហ្នឹងមកធ្លាក់លើនេះជាប់មុខជាប់មាត់នឹងទៀតនៅពេលដែលរត់ចាកចេញទៅពុតៈនឹងដេញឈប់ហើយឈប់រត់នឹងមិនថាអត់រត់កាត់មនុស្សម្នារត់ទៅដល់ជួនប៉ះអ្នកកាប់ឈើប៉ះអីរត់ទៅដល់ឃើញតាឃើញអ្នកកាប់ឈើឃើញអីប៉ុន្តែដឹងតែគេជួយអត់បានដឹងថាអ្នកកាប់ឈើទាំងអស់ហ្នឹងមិនមែនជាដៃគូជាមួយនឹងពុតៈនឹងទេរត់ធ្វើមិនចេញពីកន្លែងហ្នឹងឲ្យមានសុវត្ថិភាពទៅរត់ដាច់ជើងចោលរត់ចោះរត់ឡើងគេនៅតែដេញរត់ទៅដល់ចៃដន្យទៅចូលកណ្ដាលហ្វូងសត្វកបីព្រៃហ្នឹងសត្វកបីព្រៃវាផ្អើលដែរបើបានរត់មកគាត់នឹងចេះតែលាក់ខ្លួនក្បែរដុំថ្មអញ្ចឹងសត្វកបីព្រៃវារត់កាត់ទៅវូតទៅដល់ស្រែកឈឺរត់អញ្ចឹងពុតៈហ្នឹងគាត់ក៏រត់តាមសត្វកបីព្រៃនឹងដូចគ្នាគាត់ស្មានតែសុភេញហ្នឹងទៅជាមួយសត្វកបីនឹងបាត់ហើយរបៀបថារត់ដោយតាមសត្វកបីឬក៏តោងសត្វកបីនឹងបាត់ហើយរត់តាមទៅផុតគាត់នឹងសុបាយចិត្តនៅពេលដែលសុភេញសុបាយចិត្តនឹងតែគេរត់តាមទៅផុតហើយរត់ទៅផ្លូវមួយទៀតដើរទៅដល់ពេលដើរចោះដើរឡើងក៏ល្ងាចហ្នឹងក៏ហូបអាហារដែលបានទិញយកមកតាមខ្លួននឹងឯងយកបាយយកអីនឹងមកហូបយកនំយកណៃនឹងហូបសម្រាប់នៅលើដើមឈើទៀតហើយពងតែនឹកគិតថាអញបើសិនជានៅតែបែបហ្នឹងធ្វើមិនរកគេធ្វើមិនរកផ្ទះរបស់គ្រូភ័ស្តុឃើញទៅហើយបើគេខ្លាំងយ៉ាងណាឥឡូវសម្រាប់គេធ្វើមិនបងប្អូនគិតមើលចន្លងភ្នំកម្ពស់នឹងកម្ពស់ណាណីនៅតែគេហក់ទៅអត់មានគ្រោះថ្នាក់អីហើយខ្លួនឯងនឹងជាក្មេងមួយនឹងសម្រាប់គេធ្វើមិនទៅចឹងនៅពេលដែរគាត់កំពុងតែសម្រាប់នៅខាងលើដើមឈើហ្នឹងនឹកគិតចោះនឹកគិតឡើងគាត់ដេកលក់ទៅក៏ស្រាប់តែម៉ោងខ្ទង់ប្រហែលជា2 10ជាងអីហ្នឹងគាត់នឹងលឺខ្លួនឯងមិនចេះបល័យអីរបៀបថាទៅចោងដើមឈើចោងអីកុំឲ្យពពួកខ្មោចព្រាយខ្មោចព្រៃនឹងឡើងអីអត់ចេះទេគាត់ក៏តែពីវាថាសម្រាប់ថាមិនឲ្យតែផុតពីដីទៅបានហើយក៏ស្រាប់តែបានលឺសលេងនឹងឡើងមកក្រឹកតែពេលលឺសលេងឡើងមកគាត់នឹងក៏ងាកទៅដល់អីក៏ចៃដន្យម្ល៉េះមិនមែនជាខ្លាហើយក៏មិនមែនជាខ្មោចព្រៃដែរពុតៈនឹងមករកគាត់ឃើញទៀតចម្លែកអត់ខ្លួនឯងឡើងកិច្ចខ្លួនទៅហើយអីទៅហើយនោះទៅដេកនៅលើដើមឈើហើយចាប់ពុតៈនឹងគាត់តាមកបីឲ្យគាត់មកពីណាឬក៏គាត់ធំក្លិនដែនជើងឬក៏គាត់អាចស៊ើបដឹងអីដឹងតាមរបៀបមិនអីដឹងដល់ពេលដែលគាត់បានឡើងទៅដល់វាថាវិសតែនឹងនេះទៅហើយវិសតែនឹងឡើងដល់ទៅហើយសល់តែបន្តិចទៀតនោះភ្ញាក់ដឹងខ្លួននៅពេលដែលគាត់បានភ្ញាក់ដឹងខ្លួនមកឃើញពុតៈនឹងសុភេងក៏បានលោតមកទៅតោងបែកឈើមួយទៀតដើម្បីចោះដឹងខ្លួនថាបើសិនជាប្រយុទ្ធជាមួយនឹងពុតៈនឹងទៅអត់ឈ្នះពុតៈនឹងទេដឹងខ្លួនថាបើសិនជាគាត់នឹងរបៀបថាចាំចោះក្រោមឬក៏ប្រឆិតខ្លួនចោះក្រោមក៏អត់ទាន់ដែរលោតទៅមែកឈើមួយទៀតចេះសំណាងមែកឈើហ្នឹងវាតោងវាទៀមទៅដល់វាថាវាអត់ធ្លាក់វាបាក់ទៅតិចទៅដល់សល់តែ1 ម៉ែត្រជាងអីធ្លាក់ទៅដល់ដីអញ្ចឹងគាត់មិនចុកមិនអីវាថាអត់មានរបួសអីផងធ្លាក់ទៅដល់ដីនឹងក្តុកដល់ពេលដែលខ្លួនឯងបានធ្លាក់ដល់ដីក្តុកពុតៈនឹងដឹងខ្លួនពុតៈនឹងក៏ទម្លាក់ខ្លួនចោះទៅដែរដើម្បីដេញគាត់សុភេងរត់ទៅទៀតហើយពីមួយកន្លែងទៅមួយកន្លែងគិតទៅពុតៈនឹងស្បែកតាន់ហ្មងទៅបំបាញ់មិញសំថាក្មេងនឹងវាវត្តវាជន់អីស្លាប់បាត់អត់ទៀតអញ្ចឹងនៅពេលដែលរត់ទៅទាំងយប់អត់ដឹងពីទិសដៅច្បាស់លាស់ទេរត់ទៅដល់ក៏លឺថាយើងខត់ក៏ឃើញថាដុំថ្មជាមួយកពតព្រៃមួយក៏តម្លាក់ខ្លួននៅនឹងរត់ចូលនៅនឹងប្រោកហើយយប់ប៉ុណ្ណឹងពុតៈនឹងដឹងទៀតណាដឹងថាដេញទៅតាមចំណុចណាគួរណាតែគាត់រត់ខុសផាច់គាត់លឺរត់នៅមុខវាថាសុភេនឹងភ័យផងអីផងស្រែកអញ្ចឹងណាសុភេនឹងចូលព្រឹបទៅនៅនឹងនៅពេលហ្នឹងក៏ស្រាប់តែពុតៈនឹងរត់ទៅ
Bố tạ rốt ta đó rốt phọt tiệt này, rốt phọt tới tiệt, tao đó cái lạnh sẽ tiệt. Hay xong đấy, dục bật lục. Đam chơi miên tạm mà đam nào rộp liên đam được nông tây tao khởi nhà lời bài chỉ chạy rốt cả tiệt. Miên này thang quạt miên ở vậy môi pi sụp hến nên đừng luôn. Đôi dương miên mẹp location chẳng hết còn miên mẹp mùi chẳng còn ai đó khởi. Nơi bê đà còn bạn. Rốt tới phọt. Chẳng sụp hến những đó là riêng tái nâng. Rốt chanh mà vậy nhá. Nơi bên năng miên này. Sụp hến bạn dạy thang. Miên mình sợi miên ông sợi mà nè bán căn cái đó đã căn chơi chọt con đó mà số miên mà đây ót trong bàn khưởng không mà đây miên mà đây đã nên nặng ót quát tới ca khưởng không giấy ta đà xua ta đà miên ót nắng miên mà đây ót quát thời ca khưởng không nơi bên đằng ai để thua ai sập hình đâu khía pay khai mình mẹ nơi khẳng lừa đàm chờ thì lời nắng nơi khẳng cóm đàm chờ hai kế mình mẹ chỉ mình được thì mà rồi phía rồi nơi bên đàn sụp hình bạn khơi chân bón bè bón ấy á bên đó có miên chai đó đấy tại nó còn máu còn cú mà đó còn sốt còn plum pad mà đẹp xây đang sai trái rồi từ mình chân bụt tại đang đằng tha bờ sân chiếc mọi những miếng bà hành thôi nên chỉ bà sụp hình con này đằng này chân còn cả hàng sụp hình lẹt luôn này nè đằng hai thằng này mà đồng năng mình bách có họ quả tê mà chắp bà hành luôn mà quát dây ta đá nơi bê đàn quạt hai từ cánh sụp hên chập đàm rư khối đó thà anh mình nói công tác cái rau khơi nhỉ à lỡ mình đừng thả tá của tới mà tại nè để cô rốt chân nhỏ này sụp hên quát là việc thả chập đám bài khối tịch trên pi cặp bột bài được bài khối tịch tứ mỗi tiệt chóng rốt chân bị nắng đó đặc biệt là bài khối từ đó phụ tạ năm nay bị bộc thả trong tới nè còn là trong tới nè sụp hên nắng rồi đi lại phụ tạ nó chạm đây tới sờ chạm khó rốt tình dục nằng cái tam tới tiết đấy rốt rốt lang sắp thấy nằng rốt tình dục đọc về đàn rốt tới con anh có bạn thẹn đại môi bàn tay trái sầm nam nơi không đại nằng ọt miến tung xì mà nữ ọt miến cả em ọt miến này thế hai có nơi không đại nằng ọt miến chùm râu ngay thế vì cô ta chỉ biểu than tệ cha bỏ bom ôn chân chết phiền tách được có việc cô ta chiến tệ bọc tiền trái ai miền chùm râu miền ấy nhung khai nhà rừng đại chẳng thẻ tới đó đừng miên sát ấy nơi khai thẻ tới đó đừng ấy nơi trong trăm dương khai hay quan chẳng nơi bên đã thẻ tới cứ chạy đón để về chơi bị hiện khai hiện ấy thẻ đó miên của thằng này tá đại mùi nặng chiên tẹt cha bom bom ôn chuyện chết phiền tách rồi có chiên đại ấy đại tung xi mà đấy mà cái lô bị cháy đấy vì xì chẹt rồi có bên hơi lên bán bị plastic tới cái lại xì bán ấy bán đấy cái lồn tung năng viên chân ấy dừng được hai nơi biệt đạt quạt bán là việc thà lẹ chỗ tại nóng tài nắng bố tạ nắng đột cát tái sầm nang rọt khởi bố tạ nắng đột cho đột cát tới đó rọt khởi nơi biệt đạt quạt lẹ là việc thà tiếp chiến cóปูđến đây á cái thà bật thôn tiếp chiến bật thôn này á bên đang bài chia bố tạ nắng ai rọt khởi nó còn bây giờ đang đương si chấmไรthế đó bên bố tạ nắng rọt khởi còn nắng on hiền tranh thế cái thằng đại đừng anh chỉ có lại để biến sản tập hiệnสำหรับquạtสงบเงียบในคลองใดสงบคลายเกปีให้สงบนั่งเหม็นสงบตอนได้ลูกบันสงบจับสงบล้างสงบจับสงบล้างก็ได้ลูกในคลองใดได้ลูกเป็นประโยชน์จังในเพดานพี่ดังโคลนเมาส์ก็เรียงเฮลฮอตลูกรอเมื่อนมดดเมื่อไอ้เนยนึงกับไปขอเนยกับไปกระบอกบอกครัวนึงทองสปีบอกครัวนึงยอมซีสันฮอตไม่ไอ้ไม่เกิดสันกลุ่มตอนเกิดซีสันซีอยากเรียนกำลังสันเราไปแต่ซีด้วยก็ตามล้างปีหมอนได้หมอนโดนมาเป็นไงตามล้างกรึบกวนแต่ล้างก็ตอนแข่งเลยเพลียมดังไปอ่ะจอมเป็นผู้แตะนั่งก้อนกับพุงแต่ดาวมอง
គិតទៅមនុស្សនឹងនិយាយមែនតាមជីវិតគេតាមស្អិតយកហ្មងងើបឡើងចំពេលដែលពុទ្ធៈនឹងគាត់ដើរមកដល់ពេលពុទ្ធៈនឹងងាកមកឃើញសុភេងរមួយយប់រមួយថ្ងៃអីដឹងបាត់ទៅណាឥឡូវគាត់តែឃើញគាត់នេះហ្មងគាត់ស្ទុះដេញទៀតសុភេងនឹងរត់ទៀតណាវាសនាចាមកអញ្ចឹងនិស័យចាមកអញ្ចឹងឲ្យគាត់នឹងរត់អត់ចេះឈប់អញ្ចឹងដល់ពេលដែលគាត់បានរត់ចាកចេញទៅពុទ្ធៈដែលដេញនឹងដេញចោះដេញឡើងគាត់ចេះតែរត់មិនប៉ះជាមួយនឹងព្រានព្រៃនឹង3នាក់ព្រានព្រៃក៏សួរមានរឿងអីទៅថាទៅដល់ហត់ថាជួយផងពូនឹងដេញចាប់ខ្ញុំជួយផងដល់ពេលហើយពុទ្ធៈនឹងក៏រត់ទៅព្រានព្រៃទាំងអស់នឹងនៅពេលដែលឃើញរាងកាយរបស់របៀបថាពុទ្ធៈហ្នឹងគេខ្លាចមកគាត់តែឃើញថាពួកឯងស្អីគេអញ្ចេះអញ្ចឹងពុទ្ធៈហ្នឹងក៏និយាយនឹងជារឿងរបស់គាត់បើចង់រស់ចង់សុខឯងឆាប់បលែងក្មេងហ្នឹងមកឲ្យលឿនសុភេងអាចនៅជាមួយនឹងព្រានព្រៃហ្នឹងមួយផ្លែតហ្នឹងដើម្បីឲ្យរបៀបថាព្រានហ្នឹងការពារគាត់នឹងសម្រាកបានកម្លាំងប្រហែលជា1នាទី2នាទីដែរអញ្ចឹងដល់ពេលដែលឲ្យគេបលែងក្មេងហ្នឹងមកព្រានហ្នឹងសួរថាមានរឿងអីពុទ្ធៈប្រាប់ថាក្មេងហ្នឹងគឺជាក្មេងរបស់គាត់អ្នកទាំងអស់គ្នាអត់អាចយកឈ្នះគាត់បានទេនៅពេលហ្នឹងពុទ្ធៈហ្នឹងក៏និយាយណាបាញ់គាត់មកប្រហែលជាពុទ្ធៈហ្នឹងក៏អត់ចង់មានរឿងជាមួយនឹងព្រានហ្នឹងដែរអត់ចង់សម្លាប់ដែរគាត់ចង់បានតែសុភេងហ្មងអីហ្មងក៏មិនដឹងបានជាគាត់អត់ចាត់ការទៅកាន់ព្រានហ្នឹងហើយឲ្យព្រានហ្នឹងបាញ់គាត់ថាបាញ់មកកាន់គាត់មកចង់ដឹងថាយកឈ្នះគាត់បានអត់ដល់ពេលដែលគាត់ហៅឲ្យគេបាញ់ដដែលនៅពេលហ្នឹងព្រានព្រៃម្នាក់គេក៏សាកហ្នឹងហើយថាអាយ៉ានេះហៅបាញ់ដដែលទៅដល់គេបាញ់ភងទៅលើរាងកាយរបស់គាត់ដល់ពេលដែលព្រានម្នាក់នឹងបាញ់ភងទៅត្រូវរាងកាយរបស់គាត់គ្រាប់កាភ្លើងទៅដល់ធ្លាក់ក្តុកគាត់យកដៃជូតកន្លែងដែលគ្រាប់កាភ្លើងត្រូវជូតព្រានបាញ់ម្ដងទៀតភងទៀតនៅដដែលគាត់សើចនៅពេលនឹងឯងដែលព្រានព្រៃនឹងខ្លួនឯងភ្លាមថាមិនមែនជាដៃគូរបស់គេទេជំរើសមានតែមួយទេរត់អត់កើតទេអញ្ចឹងមានពីណាហ៊ានការពារទៅកាន់សុភេងទៀតគ្រាន់តែឃើញអញ្ចឹងគេបាននាំគ្នារត់ហ្នឹងហើយទាំង3នាក់រត់ចែកជើងគ្នាអត់មាននៅទេសុភេងដែលឃើញថាខ្លួនឯងលែងមានអង្គរៈការពារទៀតហើយហ្នឹងមិញថារពឹងព្រានព្រៃឥឡូវព្រានព្រៃរត់ឲ្យទាំងអស់គាត់រត់ទៀតហ្នឹងហើយនៅពេលហ្នឹងពុទ្ធៈអត់ដេញចាត់ការទៅកាន់ព្រានព្រៃដែលបាញ់គាត់ទេគាត់គិតតែពីតាមសុភេងអញ្ចឹងសុភេងរត់ទៅទៀតរត់ទៅពុទ្ធៈហ្នឹងក៏តាមខ្លួនឯងរត់ចុះរត់ឡើងក៏និយាយថាដល់កន្លែងភ្នំវាចោតពេកអីពេកណាអញ្ចឹងអានាលទៅដល់ខ្លួនឯងក៏ចេះសំណាងអីទៅតោងបានសបកឈើមួយយកមកទ្រាប់យកមកកាន់ហ្នឹងតែនៅតែអានាលទៅក្រោមក្ដុកអានាលទៅតែនិយាយថាសំណាងដែលអត់បានបោកក្បាលជាមួយនឹងដុំថ្មអត់បានបោកក្បាលជាមួយនឹងដើមឈើនឹងគឺជាសំណាងរបស់គាត់ទេព្រោះបងប្អូនទាំងឯងនៅលើភ្នំដុំថ្មច្រើនណាស់ដើមឈើក៏ច្រើនដែរតែយើងអានាលទៅប្រហែសហ្នឹងផុសណាគាត់អានាលទៅក្រោមហើយរបៀបថាកាត់គុំភ្លេចកាត់អីចឹងណាពុទ្ធៈគាត់ក៏ចោះតាមប៉ុន្តែចោះអត់បានលឿនទេសុភេងនឹងរត់តតែអានាលម្ដងទៀតស្លាប់ឈឹងប៉ះក្បាលជាមួយដើមឈើតែអត់ដល់ថ្នាក់បែកទេគាត់តែប៉ះបើថាពេញក្រោយចឹងភឹងស្លាប់នៅពេលដែលគាត់ស្លាប់បាត់ស្មារតីប្រហែលជាគិតណាថាខ្លួនឯងហ្នឹងត្រូវបានពុទ្ធៈនឹងចាប់យកទៅអីទៅនៅពេលហ្នឹងសុភេងគាត់ក៏បានរបៀបថាយល់សពឃើញគ្រូផោះនឹងមកប្រាប់គ្រូផោះនឹងនិយាយថាសុភេងអើយឯងត្រូវតែតស៊ូបន្តិចគេមិនមែនងាយស្រួលនៅក្នុងការចាត់ការទេគេមិនមែននរណាក៏អាចចាត់ការបានទេបើមានតែឯងនឹងឯងអញ្ចឹងត្រូវតែតស៊ូទៀតព្រោះនេះជាកម្មរបស់ឯងមិនទាន់អស់កម្មទេនៅពេលដែលគាត់យល់សុបិនឃើញអញ្ចឹងក៏ភ្ញាក់នឹងខ្លួនឡើង
nơi bây giờ phía đừng thuần lang máu cứ ọt bàn nơi chỉ mới đừng cừu tệ đi phía đừng thuần lang máu dục bạch nơi cái đạp đây cái đạp nó bật nhấp tu lang đam chơi dạng lươnระเบียบทางดังทวนล้างหมออดในอดคืนสกายอดคืนแคลมอดแคมพ้องจำเป็นยับสตูเงือบหมอสุเพนก็ตองล้างแต่เรือดามเชอสมแรกในเรือดามเชอต้องเป็นประโยคไงนั่งเรียงจกเจอไงจกเจอเหมือนแต่จังกอดก็แบนสมแรกในขังเรือดามเชอแล้วโคตรดับเลิกล้างเพียดังคลวนอาหารในดังคลวนนั่งเลยติดตัวโฮบแบนแต่ไงดังเตอดอาจโฮบแบนดองไงสายไงนั่งโฮบแบนตรอบปุ๊บนะពេលព្រឹកទៀតពេលថ្ងៃប្រហែលជាត្រូវរកអីផ្សេងហើយដល់ពេលដែលភ្ញាក់នឹងខ្លួនឡើងក៏លឺថារៀងចុកជើងផងរៀងហត់ផងណាមួយមេឃស្ទុំទៀតអីទៀតក៏គិតថាសម្រាប់នៅខាងលើដើមឈើនឹងសិនខ្លាយលោដើរទៅប៉ះជាមួយនឹងគ្រូតាក់នឹងទៀតអញ្ចឹងសម្រាប់សិនដល់ពេលដែលគាត់សម្រាប់នៅខាងលើដើមឈើកំពុងតែយល់ជើងតិចហ្នឹងចៃដន្យអីគ្រូតាំងដើរខាងក្រោមដើមឈើនឹងទៀតចៃដន្យមែនតើគ្រូតាំងដើរមកលាន់ជើងគេដើរមកប្រោកសុភេញនៅស្ងៀមចៃដន្យអីគ្រូតាំងដើរគាត់ដើរមកដោយរបៀបថាគួរឲ្យខ្លាចរាងកាយរបស់គាត់ស្នាមតានេះស្នាមតានោះហើយសួរថាដល់ពេលដើរមកគាត់មើលឃើញសុភេញនឹងអត់ពេលហ្នឹងគាត់មើលអត់មានឃើញសុភេញទេសុភេញដែលនៅខាងលើដើមឈើគាត់សឹងតែរៀកនោមបាត់ហើយនៅខាងលើដើមឈើម្ដងនេះងាករមើលវល្លិរមើលម៉ែឈើដែលខ្លួនឯងអាចតអងតម្លាក់ខ្លួនទៅបានអញ្ចឹងណាប៉ុន្តែអត់ងាករមើលដើមឈើពីដើមឈើមួយទៅដើមឈើមួយសុទ្ធតែអត់មានមែកអត់មានវល្លិឲ្យហក់ទេគាត់មានការបារម្ភមែនតើនៅពេលហ្នឹងគាត់ក៏បានវាថាយកដៃខ្ទប់មាត់ចាំមើលពូតាក់នឹងឃើញអត់ពូតាក់ដើរតាមក្រោមហ្នឹងប្រឹកទៅធ្វើមិនដឹងគាត់មើលអត់ឃើញសុភេងក៏ធូរទ្រូងមកវិញឃើញពូតាក់ដើរទៅខាងកើតឯណាពូតាក់ដើរទៅផុតប្រហែលជាកន្លះម៉ោងខ្លួនឯងចោះពឹបដើរទៅខាងលិចធ្វើមិនដើរឲ្យខុសផ្លូវដែលពូតាក់នឹងនៅដល់ពេលដែលដើរទៅដើរចោះដើរឡើងទៅដល់ស្ទឹងមួយក៏ទៅវាយត្រីវាយអីហ្នឹងយកមកធ្វើម្ហូបទៅដល់ស្ទឹងហ្នឹងវាយត្រីវាយអីវាថាបានត្រីនឹងហើយពេលហ្នឹងយកត្រីយកអីទៅអាំងក៏ស្រាប់តែបានលឺស្រឹបជើងមកទៀតលឺសម្រាប់ជើងមកម្ដងហ្នឹងគាត់ភ័យមែនតើគាត់ក៏រត់ទៅលាក់ខ្លួនចៃដន្យអីនៅពេលគាត់លាក់ខ្លួនគាត់ស្ដាប់មើលទៅសម្រាប់ជើងហ្នឹងគឺមិនមែនម្នាក់ទេច្រើនអ្នកបើមិន2 3នាក់មកចិត្តដល់ម្ដងតិចគឺថាលឺគេដើរពីចង្ងាយនោះប្រុសប្រាស់ដល់គេមកដល់ក៏លឺគេនិយាយគ្នាថាអូណែពីណាទៅមិនដុតអាំងអីនេះមានភ្លើងមានផ្សែងដូចថ្មីយើងអាំងសាច់អាំងអីនៅហ្នឹងហ្មងទេពួកគេអង្គុយចោះអញ្ចឹងនៅពេលហ្នឹងសុភេងក៏បានសម្លឹងទៅឃើញព្រានព្រៃនឹង3នាក់គេបានសัตว์បានអីអញ្ចឹងសុភេងគេថាអូជាព្រានព្រៃទេគាត់ក៏ស្ទុះចេញទៅអញ្ចឹងគេភ្ញាក់ឲ្យព្រឺថាអូនមកពីណាប្រាប់ថាអូខ្ញុំចូលមកក្នុងព្រៃអញ្ចឹងគេសួរថាតើភ្នក់ភ្លើងហ្នឹងជាភ្នក់ភ្លើងរបស់គាត់មែនថាថ្ងៃគាត់អាំងត្រីអាំងអីហូបអញ្ចឹងព្រាននឹងឆ្ងល់ទៀតសួរគាត់ណាមិនបានជាឯងចូលមកក្នុងព្រៃជ្រៅម្ល៉េះព្រោះព្រៃហ្នឹងគាត់មនុស្សធំគាត់ដើមនិយាយថាមិនងាយប៉ះផងហើយសុភេងចេះចូលមកសួរនាំទៅសុភេងហ្នឹងគាត់ក៏ចេះយកលេសដោះសែនចេះមួយចុះពីរទៅគាត់ថាគាត់ឃ្លានគាត់សំបាយផងពេលនឹងព្រាមទៅដែលគេដាក់អង្គដាក់បាយទៅមកកណ្ដោគេចិត្តអក្រក់អីបាយមួយគេហ្នឹងក៏របៀបថាអោយនេះណាគេអោយសាច់អោយអីហ្នឹងសុភេងនិយាយថាចេះនិយាយថាគាត់ហ្នឹងសុំនេះបានអត់សុំឆ្នាំងមួយអង្គហ្នឹងបន្តិចបានអត់ព្រោះគីឡូស្អែកគាត់ត្រូវបាយនៅក្នុងព្រៃក្នុងអីទៀតពេលហ្នឹងព្រានដែរអីអត់បានទេឆ្នាំងគេមាន2 3ប៉ុន្តែគេអត់ឲ្យគេចិត្តអាក្រក់ដែរសុភេងមានប្រាក់នៅនឹងខ្លួនក៏យកប្រាក់ហ្នឹងមកប្រាក់ហ្នឹងបើសិនជាយើងទៅភូមិទិញឆ្នាំងហ្នឹងបាន10គាត់សុំទិញឆ្នាំងតែមួយហើយទិញអង្គហ្នឹងព្រានហ្នឹងគាត់តែឃើញប្រាក់ឃើញអីហ្នឹងព្រមព្រៀមឲ្យអង្គហ្នឹងបាយបាន2ថ្ងៃចំពោះសុភេង
ហើយឲ្យសាច់នឹងទៅថែមទៀតព្រាមព្រៃក៏បបួលទៅជាមួយគេដែរតែសុភេងនឹងអត់ទៅដោយសារអីមូលហេតុទី1សុភេងខ្លាចថាដើរទៅដល់ជួបជាមួយនឹងពុតៈនឹងហើយក៏គាត់ខ្លាចទៅនឹងនាំគ្រោះថ្នាក់ដល់ព្រានដែរអត់ដឹងអីដែរព្រោះមានព្រាមព្រៃនឹងប្រហែលអ្នកមកហើយមានព្រាមព្រៃនឹង3អ្នកហើយដែរជួបជាមួយនឹងពុតៈនឹងប៉ុន្តែអត់អាចធ្វើអីគេបានអញ្ចឹងបើសិនជាយកអ្នកនេះមកការពារក៏អត់អាចដែរអ្នកទាំងប្រហែលអ្នកនេះអត់អាចការពារគាត់បានទេមានតែគាត់ខ្លួនឯងទេគ្រូភ័ព្វបានបញ្យល់សពប្រាប់ឲ្យថាគាត់បាននិយាយប្រាប់ឲ្យថាក្រៅពីសុភេងទៅអត់មាននរណាអាចចាត់ការទៅកាន់ពុតៈនឹងបានទេសុខចិត្តយងកយកអីចេញទៅដើរទៅគាត់នឹងតែងតែរំពឹងថាអញ្ចេះណាបានជាអត់ដើរទៅនេះដើរទៅព្រៃតែងតែរំពឹងថាដើរចោះដើរឡើងហ្នឹងគាត់អាចនឹងមានធម្មជាតិណាមួយជួយចាត់ការទៅកាន់ពុតៈនឹងបានព្រោះគាត់ដឹងច្បាស់ថាឥឡូវហ្នឹងគាត់កិច្ចចេញក៏ប្រហែលជាមិនអាចកិច្ចពីកញ្ញារបស់ពុតៈនឹងបានដែរឬក៏មួយទៀតគាត់ថារំពឹងថាគាត់ដើរទៅកែងលោគាត់នឹងអាចជួបជាមួយនឹងព្រះសង្ឃទុដងអង្គណាមួយដែលអាចជួយគាត់ឬក៏ជួបជាមួយនឹងគ្រូភ័ស្តុដែលបង្ហាញផ្លូវអីចឹងចេះតែដើរទៅដើរចោះដើរឡើងដើរចោះដើរឡើងទៅដល់ពេលល្ងាចទៅដាំបាយដាំអីហូបតែបានសាច់បានអីគេទៀតណាមិនមែនលេងសាច់ឯណាគេអត់ទិញកកទិញឆ្នាំងបានហើយគេថែមឲ្យសាច់នឹងទៀតហូបឆ្អែតអីឆ្អែតហើយឡើងទៅសម្រាប់នៅខាងលើដើមឈើប៉ុន្តែសុភេនឹងហាក់បីដូចជាមានអារម្មណ៍ដឹងដោយសារអីនៅពេលដែលគាត់ចូលទៅដល់ត្រង់ចំណុចនឹងភ្លាមគាត់រៀងព្រឺក្បាលគាត់រៀងញាក់ខ្លួនដែរឬថាដូចឲ្យហេតុថាកន្លែងហ្នឹងអាចនឹងមានសភាវៈណាផ្សេងទៅនៅពេលដែលសុភេងគាត់កន្លែងឆ្វេងកន្លែងស្ដាំត្រូវតែសម្រែកនៅនឹងអត់អាចចេញទៅទេយប់ប្រលប់ហើយអញ្ចឹងនៅពេលដែលគាត់ឡើងទៅគាត់ក៏ដេកលងលក់នៅម៉ោងប្រហែលជា8យប់ឬថាល្វើយហត់អស់កម្លាំងហ្នឹងណាដេកលងលក់ទៅក៏ស្រាប់តែគាត់បានភ្ញាក់នៅពេលហ្នឹងគាត់នឹងចែកគាត់ឧបកិច្ចទេគាត់បានយកវល្លិឈើមួយហើយក៏និយាយបួងសួងអញ្ចឹងថាសូមឲ្យគុណបុណ្យព្រះសង្ឃទុដងឬក៏គ្រូភ័ស្តុឬក៏អ្វីដែរនេះជួយថែសារគាត់មានអារម្មណ៍ដូចអត់ស្រួលទេមកដល់កន្លែងហ្នឹងតែងតែមានអារម្មណ៍ថាមានអ្នកដែលតាមមើលតែមានអារម្មណ៍ថាកន្លែងហ្នឹងគឺគាត់ហ្នឹងនឹងគិតថាមានខ្មោចព្រាយមានអីចឹងណាដល់ពេលដែលបួងសួងបន់ស្រន់ហើយគាត់ក៏យកវល្លិឈើហ្នឹងមកចងនៅនឹងដើមឈើដែលខ្លួនឯងដែរអញ្ចឹងវាមានអានុភាពត្រង់ចំណុចហ្នឹងតែបងប្អូនកុំខ្សែតាមកុំចៃដន្យទេ100មានម្ដងអីទាំងអស់ហើយដូចសុភេងហ្នឹងមិនមែនថាចេះតែចង់វត្តទៅពពួកខ្មោចព្រាយពពួកអីឡើងអត់បានដែរអញ្ចឹងនៅពេលដែលគាត់ភ្ញាក់ដឹងខ្លួនឡើងមកដោយសារអីគឺមានសំឡេងមួយបានហៅគាត់សុភេងហើយគាត់តដានៅពេលដែលឮសំឡេងហ្នឹងគាត់ភ្ញាក់មកគាត់ក៏បានងាកទៅខាងក្រោមអ្វីដែលគាត់ឃើញគឺជាពុតៈនឹងឯងពុតៈគាត់បានឈរនៅខាងក្រោមដើមឈើដែលគាត់កំពុងតែនៅសុភេងគាត់តែងាកទៅឃើញគាត់ភ័យមែនតើនឹងថាពុតៈនឹងមកទៀតហើយគាត់ក៏ងាកសន្លឹងរមើលមែកឈើណាឬក៏វល្លិឈើណាដែលអាចឲ្យគាត់នឹងតោងឲ្យហើយទៅនៅពេលដែលគេឡើងបើគេមិនឡើងទេនៅខ្លះចឹងងាករមើលវល្លិឈើដើមឈើងាកឃើញឲ្យគាត់រៀបតែនឹងលោតទៅហើយហ្នឹងក៏ហាក់បីដូចជាមានសំឡេងអ្វីមួយបានមកខាត់គាត់ចឹងឬក្នុងតិចរបស់គាត់ហ្នឹងប្រាប់គាត់ឲ្យឈប់សុភេងឈប់គាត់ក៏ឈប់ត្រឹមសិតអញ្ចឹងគាត់ងាកទៅក្រោមក៏ឃើញថាពុតៈហ្នឹងគាត់នៅតែអត់ឡើងមកខាងលើដើមឈើដែរគាត់នៅខាងក្រោមដដែលអញ្ចឹងសុភេងគិតដែរបើសិនជាហ្នឹងគឺជាពុតៈមែនគឺជាគ្រូតៈហ្នឹងមែន100%ច្បាស់ជាគេតោងឡើងមកឲ្យអត់មានអត់ទេឡើងមកចាត់ការខ្លួនប៉ុន្តែគាត់ក៏នឹកគិតទៅដល់រឿងពពួកខ្មោចព្រាយដែលបាននិមិត្តខ្លួនធ្វើជាពុតៈហ្នឹងព្រោះកាលណាដែលគាត់បានចងវល្លិឈើហើយឧបកិច្ចហើយអីហើយហ្នឹងបើមានអនុភាពពពួកខ្មោចព្រាយវាអត់អាចឡើងមកបានទេតែបើសិនជានឹងគឺជាពុតៈមែន1,000,000% ដឹងឡើងហើយតែនេះអត់ឡើងមកបិឆោតគាត់បន្លាចគាត់ធ្វើយ៉ាងណាឲ្យគាត់ហក់គាត់អត់ហក់គាត់ទ្រាំនឹងធ្វើមិនក៏អត់ហក់ដែរ
ដល់ពេលដែលវាឃើញថាសុភេនឹងអត់ព្រមហោះនៅពេលហ្នឹងវាក៏ចាប់ផ្ដើមរបៀបថាសម្លុតមកកាន់សុភេវាបាននិយាយថាបើសិនជាឯងអត់ហោះអញឡើងទៅណាអញឡើងទៅច្បាច់កអញឡើងទៅសម្លាប់ឯងហើយឲ្យលឿនបើឯងមិនហោះទេអញឡើងថាអញ្ចឹងដល់ពេលត្រង់ចំណុចនឹងឯងដែលធ្វើឲ្យសុភេចាប់ចំណុចខ្សោយវាបាននឹងថាអូអានេះមិនមែនជាពុតៈមែនបើសិនជាពុតៈច្បាស់ណាស់គេនឹងច្បាស់ជាអត់មានសម្លុតចឹងទេឡើងហើយតែនេះអត់ឡើងសុភេអង្គុយសើចខ្មោចមួយនឹងនៅពេលដែលវាឡើងអត់បានអីអត់បានអញ្ចឹងវាក៏បានប្រែកាយទៅជាខ្លួនដើមរបស់វាវិញវាប្រែទៅដល់ជាអ៊ំប្រុសវ័យចំណាស់ម្នាក់វាដើរចេញទៅដោយសេចក្តីអស់សង្ឃឹមដើរចេញទៅបាត់ដល់ពេលដែលវាបានចេញទៅមកស្ទុះធំក្រោយមកក៏មានសម្រាប់ឬថាលឺសូស្នូសំឡេងដែលចូលមកទៀតហើយនៅពេលហ្នឹងសុភេនចាប់ផ្ដើមតាមសម្លឹងមើលថាជាពីណាគេនៅពេលដែលសម្លឹងមើលទៅក៏ស្រាប់តែសុភេនហ្នឹងណាបានឃើញរូបរាងហ្នឹងដូចជាគ្រូចឹងតែមិនជាគ្រូភ័ស្តុទេកាន់ថង់កាន់ថង់យាមកាន់អីដើរចូលមកសុភេនងាកទៅអញ្ចឹងមនុស្សហ្នឹងក៏និយាយថាអូយមានមនុស្សណាអត់នេះមានមនុស្សណានៅនឹងអត់បើសិនជាមានណាចង់ឲ្យរបស់ល្អមួយនៅពេលដែលមានរបស់ល្អនៅខ្លួនណាសម្រាប់អ្នកដែលកាប់អត់មុតដូចអត់ចេះនឹងបានដឹងក្មេងណាមានសំណាងអីបានអត់ដឹងមានអ្នកមានបុណ្យណាមានសំណាងបានអត់គេនិយាយចឹងណាគេនិយាយដើម្បីអីដើម្បីឲ្យសុភេហ្នឹងចុះទៅប៉ុន្តែនៅពេលដែលគេបាននិយាយចឹងសុភេហ្នឹងគាត់តាំងចិត្តធ្វើយ៉ាងណាក៏អត់ចោះដែរអត់លោភលន់ចង់បានរបស់ហ្នឹងទេគាត់នៅស្ងៀមសង្ងំខ្លាចតាវាហ្នឹងវាលឺនេះរបស់គាត់ទេវាលឺសំឡេងរបស់គាត់ទេនៅពេលដែលខ្មោចនឹងវាមកពពាយនាយរបស់ល្អរបស់វាដដែលនៅតែអត់មានអ្នកឆ្លើយតបអត់មានអ្នកទិញវាដើរចេញទៅដឹងថាក្មេងនេះមិនងាយស្រួលគក់ឆេក្មេងនេះមិនងាយស្រួលបំផន់ផ្នែកប្រហែលទេដល់ពេលដែលគេបានដើរចេញទៅវិញសុភេនឹងក៏ដេកលងលក់ទៅដោយមានសុវត្ថិភាពលុះរហូតដល់ព្រឹកឡើងញាក់ឡើងក៏ចោះដាំបាយចោះដាំអីនឹងហូបដាំបាយដាំអីសាច់គេនឹងក៏នៅសល់ខ្លះដែរទុកគ្រាន់តែហូបគ្រាន់តែអីនោះដល់ពេលហូបបាយរួចអីរួចវិចដាក់អង្គដាក់ឆ្នាំងដាក់នេះនៅនឹងក្រោយខ្នងបន្ទាប់មកក៏បានធ្វើតាដើរចាក់ចេញទៅទៀតដើរទៅរំពឹងខ្ពស់ទៅជប់គ្រូភ័ស្តុជប់ប្រសងទុដងទេដល់ពេលដែលសុភេងដើរធ្វើតាដើរទៅដើរពីមួយកន្លែងទៅមួយកន្លែងទៅដល់ស្ទឹងមួយក៏ទៅលុបមុខនៅទឹកស្ទឹងដល់ពេលដែលទៅលុបមុខនៅទឹកស្ទឹងធម្មតាទឹកស្ទឹងវាថ្លាឆ្វង់ដូចកញ្ចក់មើលឃើញក្រោយអញ្ចឹងណាអនទៅលុបមុខអញ្ចឹងក៏ស្រាប់តែកំពុងតែលុបមុខនឹងឃើញមនុស្សដែលយាដៃមកពីក្រោយព្រមចាប់គាត់គេយាដៃមកដល់សុភេងចាប់ផ្ដើមញ័រគាត់តែគេយាដៃមកវុបសុភេងនឹងហក់កិច្ចគេចាប់ខុសនឹងគេជាគ្រូតែដែលបានតាមមកទៀតហើយនឹកស្មានអត់ដល់គាត់ដើរទៅទិសខាងកើតសុភេងមកទិសខាងលិចនៅតែគេនឹងធំក្លិនគាត់អីគាត់តាមមករកគាត់ទៀតណាហើយអ្វីដែលសំខាន់នៅពេលដែលគេដើរចូលមកកន្លែងនៃសុភេងទៅលុបមុខទៅលុបអីហ្នឹងមិនបានជាសុភេងនឹងអត់លឺសម្រាប់ជើងតតែសោះចៃដន្យមែនគួរណាស់តែគាត់លឺរបៀបថាលឺសម្រាប់ជើងលឺអីគេចូលមកគ្រប់ដែរលោបមកយ៉ាងងាយស្រួលតែអញមិនថាកន្លែងហ្នឹងវាអត់មានស្លឹកឈើអត់មានអីច្រើនអញ្ចឹងណាសុភេងនឹងកិច្ចគេដេញតាមទៅទៀតហើយដេញតាមសុភេងចេះតែពីរត់ចោះរត់ឡើងនៅពេលហ្នឹងសុភេងហ្នឹងក៏ទៅតល់ត្រង់ចន្លងភ្នំម្ដងទៀតលើកចុងក្រោយនៅពេលដែលសុភេងនឹងទៅតល់នឹងចន្លងភ្នំម្ដងទៀតសុភេងនឹងដឹងហើយហក់អត់រស់ទេហើយអត់មានវល្លិឈើណាលោតទៅទៀតទេឥឡូវហ្នឹងជំរើសគឺមានតែមួយទេតតាំងជាមួយនឹងពុតៈហ្នឹងឈ្នះឬក៏ចាញ់ក៏ត្រូវតែតតាំងតស៊ូជាមួយគាត់ដែរបើមិនអញ្ចឹងទេរត់តងាប់រត់តទៅចាស់សក់ស្កូវនៅពេលហ្នឹង
សុភេងគាត់ក៏បានងាកមកវិញថាឥឡូវចង់បានអីប្រាប់គាត់មកកុំតាមតោងទាមជីវិតរបស់គាត់អីពេលហ្នឹងពុតៈក៏និយាយថាអញគ្មានចង់បានអីក្រៅពីជីវិតរបស់ឯងទេអញចង់បានជីវិតរបស់ឯងបានបំផ្លាញអញអីអញអញ្ចឹងណាពេលហ្នឹងគេក៏ស្ទុះចូលមកក្នុងខ្លួនរបស់គេអត់មានអាវុធអត់មានអីគេស្ទុះចូលមកសុភេងហ្នឹងគេចផុតដំបងព្រមតតាំងណាឥឡូវឃើញថាគេទៅនៅខាងជ្រោះគេទៅនៅខាងចន្លងភ្នំពីដើមខ្លួនឯងនៅខាងនោះឥឡូវគេចផុតក៏បាននៅខាងនេះអញ្ចឹងរត់សិនចាំក៏ទៀតសុភេងនឹងបានរត់គេចចេញពីគេទៀតគេដេញចោះដេញឡើងសុភេងនឹងហត់មែនតើឈប់មកកន្លែងហើយសួរថាហត់នៅដេញហត់នៅបើថាហត់អីឈប់រត់ទាំងអស់គ្នាតែមើលទៅគេអត់មានហត់គេឈប់នៅដដែលនៅត្រង់ចំណុចហ្នឹងមានវល្លិឈើដែលវាធ្លាក់មកលពេលលបាយពេញហ្នឹងដើមឈើទូចធំពេញហ្នឹងនៅខណៈពេលហ្នឹងសុភេងគាត់គិតដែរម្ដងនេះតតាំងមែនតើងើបមកដល់កម្លាំងចុងក្រោយហ្នឹងត្រូវតែតតាំងមួយគេដល់ពេលដែលគាត់ងើបមកពេលហ្នឹងគាត់ក៏បានកាន់ឈើនឹងម្ដងកាន់នៅក្នុងដៃគិតថានឹងប្រើឈើនឹងវាយទៅកាន់គេដល់ពេលដែលកាន់ឈើនៅក្នុងដៃពុតៈនឹងក៏សើចហើយនិយាយថាកភ្លើងនៅតែអត់អាចធ្វើអីអញបានផងហើយហាញយកឈើពុកផុយនោះទៅមកស្លាប់អញមែនពុតៈចូលមកសុភេងក៏បានយាឈើនឹងឯងវាយទៅកាន់ពុតៈនឹងនៅពេលដែលសុភេងយាឈើនឹងវាយទៅផាំងគេសើចមកនៅខណៈពេលហ្នឹងពុតៈក៏បានចូលមកពីជុតជាមួយសុភេងចូលមកដល់សុភេងហ្នឹងក៏តោងវัวតោងអីនឹងពាត់ពុតៈហ្នឹងពាត់ចុះពាត់ឡើងហក់ឆ្វេងហក់ស្ដាំហក់ឆ្វេងហក់ស្ដាំដើម្បីពីជុតជាមួយគេដល់ពេលដែលគាត់ហ្នឹងពីជុតចុះពីជុតឡើងគេហ្នឹងនៅតែអត់ដួលនៅពេលហ្នឹងសុភេងគាត់ក៏បានកលេចឃើញថានៅនឹងក្រោយខ្នងរបស់ពុតៈហ្នឹងវាអង្គើហាក់បីដូចជាមានអីម្យ៉ាងនៅកន្លែងហ្នឹងវាអាចនឹងចិនដៅទងស៊ីមនុស្សឬក៏វាអាចចិនដៅដែលមានចម្រងមានអីចឹងណាគាត់ក៏បានលោទៅហក់ធាក់ពុតៈហ្នឹងដោយតោងវ័នធាក់ទៅដល់ពុតៈហ្នឹងខ្ទាតទៅដល់ដួលទៅនឹងដៅហ្នឹងដល់ពេលដែលដួលទៅដល់ពេលដែលគាត់ធាក់ពុតៈហ្នឹងធ្លាក់ចុះទៅទៀតធ្លាក់ចុះទៅនឹងដៅហ្នឹងសួរថាតើមានគ្រោះថ្នាក់អីដល់គាត់អត់ពុតៈហ្នឹងធ្លាក់ចុះទៅហើយសុភេងក៏តាមសុភេងតាមសលឹងមើលគាត់តោងវ័នហ្នឹងតាមសលឹងមើលទៅនឹងពុតៈដែលធ្លាក់ចុះទៅឃើញថាពិតជាមានសត្វក្អែបសត្វអីមែនតែវាមិនមែនជាសត្វអន្ទង់ទេជាអណ្ដៅរបស់សត្វក្អែបនោះសត្វក្អែបក្រហមញ៉ាំប៉ប៉ុនមេដៃបានតោងទៀមទៅលើខ្លួនរបស់គាត់និយាយទៅរាប់រយក្បាលមកប៉ុន្តែវានៅតែអត់អាចធ្វើអីទៅកាន់ពុតៈនឹងបានពុតៈបានទាញក្អែបនឹងវាថាចង់ជួមកគាត់ប្រឡេះចេញគាត់ងើបឡើងមកទៀតសុភេងឃើញហើយដឹងថាចំគេនេះអត់ស្រួលចាត់ការទេឥឡូវអីដែលអាចសម្លាប់បានឥឡូវធ្លាក់ចូលទៅក្រោមភ្នំអត់ស្លាប់ក្អែបវាឡើងលើខ្លួនអត់ស្លាប់អញ្ចឹងនៅពេលហ្នឹងសុភេងមានតែរត់ដល់ពេលដែលខ្លួនឯងរត់ទៅដល់ត្រង់ចំណុចមួយសុភេងក៏គិតថាទៅណាក៏លែងកើតដែរហត់មែនតែនមកទុនដៃទុនជើងមកដួលម្ដងទៀតព្រុសដួលអស់កម្លាំងទៅនឹងដីដល់ពេលដែលដួលព្រុសនៅពេលហ្នឹងសន្លប់យកមកលឺថាទៅហក់មែនតែនហ្មងរត់ប្រហែលថ្ងៃហើយគាត់តែរត់គេចពីគេហ្នឹងដោយអស់កម្លាំងទុនជើងទៅមុខលែងរួចអញ្ចឹងដួលទៅសន្លប់លែងដឹងអីដល់ពេលដែលគាត់បានភ្ញាក់ដឹងខ្លួនមកវិញខ្លួនឯងត្រូវបានគេចោលនៅក្នុងល្អាងភ្នំមួយដដែលត្រូវបានគេចោលដាក់នៅលើដើមឈើមួយសងខាងគឺពោពេញទៅដោយភ្លើងចន្លុះដែលដុតបំភ្លឺហ្នឹងអញ្ចឹង
នៅពេលដែលគាត់ដឹងខ្លួនមកឃើញថាភ្លើងចន្លោះភ្លើងអីនៅក្នុងឡានគាត់ងាកស្លឹងរកមើលមនុស្សងាកចុះងាកឡើងងាកចុះងាកឡើងនៅពេលហ្នឹងក៏ស្រាប់តែពុតតែហ្នឹងបានដើរចូលមកថាអើទីបំផុតហែងនៅតែធ្លាក់ចូលទៅក្នុងកណ្ដាប់ដៃរបស់អញរត់ទៅហែងរត់ទៅបើសិនជាពេលហ្នឹងសុភេងអត់ស្លាប់ទេខ្ញុំជឿបើសិនជាប្រយុទ្ធមួយគេពុតតែហ្នឹងអាចនឹងវាយដូចថាទម្លុះខ្លួនឬក៏ផ្ដាច់នេះផ្ដាច់នោះចេញពីខ្លួនអាហ្នឹង1,000,000%ដឹងតែគាត់នេះហើយប៉ុន្តែនេះគឺដោយសារតែសុភេងគាត់ស្លាប់បាត់ស្មារតីអញ្ចឹងងាយស្រួលមែនតើគេក៏ចាប់យកមកដល់ពេលដែលគេចាប់យកមកគេចង់នៅពេលហ្នឹងគឺគាត់ឃើញថាចេះនៅនឹងចាហៀងរបស់ពុតែហ្នឹងមានទឹកមួយដែលនៅក្នុងត្រឡោកទឹកហ្នឹងខ្មៅហើយក៏មានកបិតដែលនៅក្បែរហ្នឹងដែរពេលហ្នឹងសុភេងកំពុងតែតាមសន្លឹងមើលទៅកាន់ទឹកហ្នឹងគាត់ឆ្ងល់ថាមានទឹកហ្នឹងនៅនឹងធ្វើអីពេលហ្នឹងពុតែក៏បាននិយាយហែងមិនបាច់ឆ្ងល់ទេទឹកហ្នឹងបន្តិចទៀតអញឲ្យអញផឹកហើយហែងផឹកទឹកហ្នឹងទៅហើយនឹងអាលាយនឹងអីចឹងណាគាត់ចេះតែនិយាយពីនេះមួយពីនោះពីរអញ្ចឹងតែសុភេងចាប់ផ្ដើមភ័យចាប់ផ្ដើមញ័រខ្លួននៅពេលហ្នឹងសុភេងគាត់សម្លឹងឃើញថាពុតែហ្នឹងគាត់ចេញទៅក្រៅទៀតទម្លាប់របស់ពុតែមុនពេលដែលធ្វើអីមួយតែតែអញ្ចឹងគាត់តែតែចេញទៅក្រៅហ្នឹងគាត់ចេញទៅក្រៅឡានទៅចេញទៅពឹបសុភេងហ្នឹងដូចមានអីរុញគាត់ចឹងរបៀបថាគាត់នឹងដូចមានតែខ្យល់មកបុកគាត់ចឹងដល់ពេលដែលខ្លួនឯងដួលទៅដល់ក៏ដួលទៅលើកបិតនឹងឯងដួលទៅលើកបិតនឹងពឹបគាត់ក៏បានយកកបិតនឹងអាខ្សែប្រហែលជាពុតៈនឹងគិតថាសុភេងមិនមែនជាគ្រូអាគមផងអីផងចឹងចង់សុភេងនឹងគ្រាន់តែចង់ជាមួយនឹងវ៉ាឬក៏ខ្សែធម្មតាអីនឹងបានហើយចឹងណានៅពេលដែលសុភេងនឹងគាត់បានវ៉ាគាត់គ្រិចដាច់ដាច់គាត់សប្បាយចិត្តហើយដល់ពេលដែលគាត់ឈើខ្សែវ៉ានឹងដាច់ក៏ឃើញថាវ៉ានឹងរបៀបដូចវាមានរៀងដូចឈាមដូចអីតិចចឹងណាអញ្ចឹងគាត់គិតនៅចិត្តហើយចំកបិតនេះដូចតំណងដូចមានអនុភាពហីវ៉ានឹងដាច់តិចសម្រាប់គេបានដែរនៅពេលហ្នឹងសុភេងក៏យកកបិតហ្នឹងទៅចលក់ជាមួយនឹងអាទឹកដែលនៅក្នុងត្រឡោកហ្នឹងទៅលក់ហើយសុភេងយកត្រឡោកហ្នឹងរបៀបថាជះទឹកទៅលើកបិតសុំឲ្យកបិតហ្នឹងវាខ្លាំងវាអីចឹងណាដល់ពេលដែលជះរួចនៅពេលហ្នឹងសុភេងគាត់ក៏បានលបទៅចាំគេនៅមាត់ឡានគាត់បានឮសំឡេងរបស់គ្រូតាក់ហ្នឹងនៅខាងក្រៅឡានហើយអញ្ចឹងដឹងថាបើសិនជាគាត់ចេញទៅខាងក្រៅឡានទៅប្រយុទ្ធមួយគេក៏អាចទៅរួចដែរអញ្ចឹងជំរឿសរបស់គាត់មានតែពួនចាំគេចូលមកចាំចាត់ការគេនៅពេលដែលគាត់បានពួនចាំគេហ្នឹងគាត់ពួនរហូតដល់ពុតៈនឹងដើរមកវិញគាត់ពុតៈនឹងដើរចូលមកសុភេងនឹងដូចថាគ្នាចិត្តមិនដាច់ទេប៉ុន្តែធ្វើមិនត្រូវតែក្លាហានត្រូវតែសាកបិទភ្នែកឲ្យចាក់យកមកតែបិទភ្នែកកវីអញ្ចឹងណាកវីថាបើត្រូវក៏ត្រូវបើអត់ក៏អត់ទៅបិទភ្នែកកវីមកថឹងទៅដល់ពឹបចំកញ្ចឹងកយកមកក្រឹបកបិតនឹងចាក់ទៅឡើងធ្លាយទៅក្រោយពុតៈនឹងប្រកាច់ទឹកដួលព្រោះពេលហ្នឹងបានសុភេងនឹងថាអូកបិតហ្នឹងមានអនុភាពណាស់អីណាហើយគាត់ឡើងញ័រគាត់អត់ទ្រលាប់ស្លាប់មនុស្សទេអញ្ចឹងញ័រផងភ័យផងខ្លាចផងគាត់យំដោយលែងមានសតិស្មារតីនៅក្នុងខ្លួនអស់ហើយនៅខណៈពេលហ្នឹងគាត់មិនដឹងថាគួរធ្វើម៉េចទេមេឃអត់ទាន់ងឹតទេណាគាត់ក៏បានស្ទុះចេញពីលាងនឹងយ៉ាងលឿនចេញទៅស្ទុះចេញទៅពឹបគ្រូភ័ស្តុនឹងចាំនៅនឹងមុខគ្រូភ័ស្តុឈរចាំទៅដល់ឃើញគ្រូភ័ស្តុរត់ទៅអបគ្រូភ័ស្តុនឹងប្រាប់ទៅកាន់គ្រូភ័ស្តុថាជួយផងគាត់ស្លាប់មនុស្សហើយជួយផងគ្រូភ័ស្តុក៏និយាយថាគាត់ប្រាប់តាំងតែពីដើមហើយតើថាសុភេងនឹងគឺជាប់កម្មជាមួយនឹងម្នាក់ហ្នឹងហើយសុភេងត្រូវតែសម្លាប់គេដើម្បីរស់ខ្លួនឯងនិយាយលួងលោមទៅកាន់ក្មេងប្រុសនឹងឲ្យដឹងថាណែដោយសារតែចេះដោយសារតែចោះរឿងហ្នឹងវាបាបកម្មចេះចោះនិយាយទាល់តែក្មេងប្រុសហ្នឹងរងាប់ចិត្តបានរងាប់អារម្មណ៍បាននៅពេលហ្នឹងគ្រូភ័ស្តុក៏បាននិយាយថារងចាំគាត់នៅហ្នឹងហើយគាត់ចូលទៅខាងក្នុងមួយផ្លែតសុភេងអត់ទាន់បាត់យំទេ
សុភេងអង្គុយអនក្បាលចុះយំនៅមាត់ឡាងហើយក៏ងាកសន្លឹងទៅខាងក្នុងឡាងហ្នឹងនៅពេលដែលគាត់ងាកសន្លឹងទៅដល់គាត់ក៏ស្រាប់តែបានឃើញថាមានពលឺភ្លើងនឹងភ្លឺព្រឹបចេញពីហ្នឹងរបៀបដូចជាគ្រូភ័ស្តុហ្នឹងគាត់យកភ្លើងហ្នឹងទៅដុតទៅកាន់រាងកាយរបស់ពូតែហ្នឹងចឹងប្រហែលជាគាត់ដុតចោលមែនមកស្ទុះគាត់ក៏បានចេញមកវិញគាត់ក៏ប្រាប់ទៅកាន់សុភេងថាតោះទៅផ្ទះសុភេងគាត់មាននេះដែរគាត់អស់លលីងហ្មងគាត់របៀបលមូលកពើហ្មងប្រហែលថ្ងៃមុនភ័យពេកអីពេកម្សិលមិញយប់មិញរត់ចុះរត់តាមចិត្តតែឥឡូវហ្នឹងលមូលកពើហើយគាត់ថាគាត់ដើរអត់ដល់ទេសុភេងគាត់អត់កម្លាំងទេនៅពេលហ្នឹងគ្រូភ័ស្តុថាឥឡូវដេកទៅចឹងសុភេងទុនផ្នែកផងអីផងគ្រូភ័ស្តុបានរបៀបថានេះណា3អៀវសុភេងនឹងដាក់នៅលើខ្នងហើយគាត់ក៏ចង់កម្មាចង់អីបន្តិចក៏ដើរចេញទៅសុភេងដឹងខ្លួនថាខ្លួនឯងនៅលើខ្នងរបស់គ្រូភ័ស្តុតែអត់ដឹងថាតើខ្លួនឯងនឹងនៅត្រង់ចំណុចណាទេនៅលើខ្នងគ្រូភ័ស្តុទាល់តែដេកលក់ដល់ពេលដែលគាត់ដេកលងលក់បាត់ទៅគាត់ភ្ញាក់ដឹងខ្លួនឡើងខ្លួនគាត់ក៏ស្រាប់តែនៅកន្លែងផ្ទះរបស់គ្រូភ័ស្តុហ្នឹងចម្លែកមែនតើសមអត់គួរណាអត់គួរដេកលក់ភ្ញាក់មកនៅហ្នឹងទេលឿនមែនតើហើយតើគ្រូភ័ស្តុធ្វើដំណើរតាមផ្លូវណាព្រោះពេលដែលដឹងខ្លួនមកម៉ោងទើបតែប្រហែលជា5ល្ងាចអីទេហើយពេលដែលដឹងខ្លួនពីឡាងនឹងមកម៉ោងនេះហ្នឹងម៉ោងប្រហែលជា12ម៉ោង1បាត់ហើយហ្នឹងប្រហែលម៉ោងហើយមិនថាប្រហែលម៉ោងបានមកដល់សួរមិនសួរគ្រូភ័ស្តុហ្នឹងនាំគាត់មកដល់តាំងតែពីប្រហែលម៉ោងមុនវាថាដេកលក់ទៅ10នាទី20នាទីក៏ទៅដល់ហ្នឹងឬក៏គ្រូភ័ស្តុហ្នឹងគាត់ចេះព្រមទឹកព្រមដីទៅបានជាគាត់ហ្នឹងសាហាវដល់ថ្នាក់ហ្នឹងដល់ពេលដែលទៅដល់ខ្លួនឯងបើកផ្នែកមកក៏ឃើញគ្រូភ័ស្តុហ្នឹងកំពុងតែដាក់បាតហ្នឹងកំពុងតែប្រគេនចហាន់ឲ្យព្រះអង្គគឺជាព្រះសង្ឃទុដងមួយអង្គដែលបាននិមន្តចូលមកផ្ទះរបស់គ្រូភ័ស្តុហ្នឹងឯងនៅពេលដែលដាក់ចហាន់ដាក់អីហើយព្រះអង្គក៏និមន្តចេញទៅសុភេងភ្ញាក់ដឹងខ្លួនមករបៀបថាមីងមាំងណាអត់ទាន់ដឹងអីងើបពីក្រែមកដួលទៀតលមូលកពើនៅពេលហ្នឹងគ្រូភ័ស្តុថាឲ្យទៅលុបមុខទៅសុភេងក៏ទៅលុបមុខលុបអីមកដេកនៅលើក្រែគ្រូភ័ស្តុគាត់បុកថ្នាំហើយគាត់បុកថ្នាំគាត់យកមកលាបរឹតនៅលើជើងរបស់សុភេងហ្នឹងកុំឲ្យសុភេងហ្នឹងរបៀបថានេះលមូលកពើទៀតអីទៀតកុំឲ្យខូចជើងខូចអីគាត់លាបតាំងតែពីកផ្លូវនៅពេលដែលលាបទៅវាកាហាយស្រួលសុភេងមានអារម្មណ៍ថាខ្លួនឯងបានធូរស្បើយច្រើនលាបឲ្យគាត់ហើយក៏មេឃវាចាប់ផ្ដើមចុះអាសៀលអាងឹតអញ្ចឹងគ្រូភ័ស្តុហ្នឹងយកបាយយកអីមកឲ្យហូបទៀតយកបាយយកអីមកឲ្យសុភេងហ្នឹងហូបរួចនៅពេលហ្នឹងសុភេងក៏បានដេកលងលក់រហូតដល់ព្រឹកឡើងភ្ញាក់ដឹងខ្លួនព្រឹកឡើងនឹងស្រួលខ្លួនមែនតើឈប់លមូលកពើឈប់ចុកឆ្អឹងចុកឆ្អែងនៅពេលហ្នឹងក៏ទៅសួរទៅកាន់គ្រូភ័ស្តុបរៀនគាត់មែនអត់អីអត់គ្រូភ័ស្តុប្រាប់ថាគាត់បរៀនមិនបាច់ភ័យទេចាំគាត់បរៀនគាត់សន្យាឲ្យគាត់ធ្វើឲ្យបាននៅពេលដែលគាត់ស្រួលខ្លួនវិញលែងបាត់ហត់លែងបាត់ភ័យវិញក៏រៀនជាមួយនឹងគ្រូភ័ស្តុហ្នឹងឯងអញ្ចឹងចាប់តាំងពីថ្ងៃដែលគាត់រៀនជាមួយនឹងគ្រូភ័ស្តុហ្នឹងមកនិយាយទៅមុនពេលដែលរៀនមួយថ្ងៃពីរថ្ងៃព្រះអង្គនិមន្តចូលមកបានឃើញព្រះសង្ឃទុដងហ្នឹងម្ដងទៀតប៉ុន្តែចាប់តាំងពីថ្ងៃដែលខ្លួនឯងបានរៀនបានសូត្រស្ងាត់ឈឹងអត់មានឃើញវត្តមានរបស់ព្រះសង្ឃទុដងអង្គហ្នឹងព្រះអង្គនិមន្តចូលមកទៀតទេមិនដឹងថាតើព្រះអង្គនិមន្តទៅណាតើពាក់ព័ន្ធអ្វីជាមួយនឹងការរៀនអាគមរបស់គាត់ព្រោះនៅពេលដែលគាត់រៀនទៅគេលោព្រះអង្គជុំនិមន្តមកអីមករហូតអញ្ចឹងណាអញ្ចឹងសាច់រឿងនឹងមានប៉ុណ្្នឹងទេខ្ញុំអត់ដឹងថាមិនដែរគួរតែគាត់ចែកម្លែកមកតថានៅពេលដែលសុភេងនឹងរៀនជាមួយនឹងគ្រូភ័ស្តុទៅគាត់ចេះអីគាត់ដឹងអីពីគ្រូភ័ស្តុខ្លះបន្ទាប់មកគាត់ជួបអីទៀតរបៀបអញ្ចឹងឬក៏ដល់គាត់មានគូសកលព្រោះរឿងមុនអ្នកដែលចែកម្លែកមកភាគច្រើនដល់តួអង្គហ្នឹងគាត់រៀបការមានប្រពន្ធមានកូនអីចឹងណាតែនេះអត់ទេចាប់ត្រឹមហ្នឹងវាចម្លែកមែនតើតែចាំមើលគីឡូគាត់តម្លាក់ឲ្យទៀតថ្ងៃហ្នឹងដឹងគាត់តម្លាក់ឲ្យអត់បើគាត់តម្លាក់ឲ្យទៀតអាហ្នឹងតទៅទៀតតែសាច់រឿងហ្នឹងគាត់ឲ្យមកខ្លីមែនតើល្បាក់ប្រហែលជា50នាទីហ្នឹងខ្ញុំនិយាយថាបន្លាយទៅឲ្យបាននេះទៅឲ្យបាន1ម៉ោងទៅហើយមានតែប៉ុណ្្នឹងទេបងប្អូនខ្ញុំត្រូវ
ធ្វើការងារតខ្ញុំត្រូវថត channel ទី2តហើយបងប្អូនណាពេទ្យថ្មិញប្រាប់ខ្ញុំផងដូចខ្ញុំនិយាយអញ្ចឹងពេទ្យថ្មិញប្រាប់ខ្ញុំផងចាំ comment ចាំខ្ញុំមើលខ្ញុំខ្ជិលទៅខេត្តមែនតើអញ្ចឹងសាច់រឿងបងប្អូនស្ដាប់កុំដល់អារម្មណ៍ទេចាត់ទុកថារឿងពិតក៏បានរឿងប្រឌិតក៏បានអត់អីទេខ្ញុំបាទ Pavit ជម្រាបលា